nè kia tìm pot cứ skin này là kia tăng rong chấm cứ ban cho mà đòi lấy cứ chỉ event all star nào kia hơi nó không event all star mới năng cứ muốn tuôn free skin tràn làm tên hơi là lấy mà mới cho mình skin nó không event all star nó quên cái miền lót đó bay skin này kia đừng miền đôi chỉ Porsche dù sống hay năng linh này kia hơi chùm sầm rạp pen skin với cái miền lót đó tập pí có đôi chỉ pen skin bỏ dù sống hay năng pen skin bỏ Porsche kia ta là gì cho đó event là cái free dương vớiสำหรับอีเวนต์cái đọc và dương đọc và do nó cứ miền chủng luôn ngày viewทำมันแทนจับปีไงที่30 khai 4รอดngàyที่เพย์บ่อยkhaiประมวยนะนี่เขาสำหรับอีเวนต์มื้อนึงคือយើងការសន្សំភ័ញដើម្បីបង្វិលនៅក្នុងនេះណាគ្នាហើយនេះគឺជាថ្វេសយកជាមួយនឹងខ្វាញ់មួយហ្នឹងហើយនៅពេលដែល event នឹងចេញមកចាំខ្ញុំពន្យល់ប្រាប់អ្នកគ្នាអញ្ចឹងណាដែលសារតែវីដេអូនេះគឺខ្ញុំពន្យល់ត្រួសនៅទេឲ្យអ្នកគ្នាបានដឹងនៅទេហើយសម្រាប់ខ្វាញ់មួយហ្នឹងគឺយើងយកមកបំពេញនៅក្នុង event របស់គេនេះអ្នកគ្នាហើយយើងសន្សំបានជាមួយនឹងអាក្របហ្នឹងអ្នកគ្នាហើយយើងសន្សំអាក្របnàyបានច្រើនទៅយើងនឹងយកទៅដូរជាមួយនឹង skin នៅក្នុង shop ដែលគេដាក់លក់ឲ្យយើងអញ្ចឹងណានិយាយទៅដូចអ្នកគ្នាបានឃើញអញ្ចឹងនៅក្នុងអាក្របនោះវាមានច្រើនដែរវាមានដូចជាអីផ្សេងៗអញ្ចឹងទៅហើយវាមានជាមួយនឹងកងប្រាក់កងអីអញ្ចឹងទៅហើយនេះគឺជា event ឬក៏ border ដែលគេដាក់លក់អ្នកគ្នាដែលគ្នាមើលបានមានដូចជា skin you song pen skin you song emote អីចឹងទៅហើយក៏គេដាក់លក់នៅក្នុង shop ឲ្យអ្នកគ្នាដាក់ទិញមកដែរហើយ skin របស់ you song free ហ្នឹងគឺគេមានជាមួយនឹង skin you song មួយហើយនឹង pen skin របស់ you song មួយអ្នកគ្នាហើយសម្រាប់ skin free មួយនេះគឺយើងដោះ quest យកអញ្ចឹងណាអ្នកគ្នាគឺមិនមែនគេឲ្យ free យកតែមកស្រួលទេគឺយើងធ្វើការដោះ quest រាល់ថ្ងៃហើយនេះគឺជាថ្ងៃដែលគេធ្វើការដោះ quest ឲ្យយើងនិយាយទៅនេះគឺជា event ដែលគេមាន quest នៅក្នុងហ្នឹងអញ្ចឹងណាចឹងទៅយើងសន្សំតាមហ្នឹងទៅអ្នកគ្នាមើលបានខ្ញុំ scroll វីដេអូឲ្យអ្នកគ្នាមើលថ្ងៃដែលគេចេញអញ្ចឹងណាអ្នកគ្នាហើយសម្រាប់ថ្ងៃទី8ខែ5រហូតដល់ថ្ងៃទី16ខែ6យើងក៏មានជាមួយនឹង event មួយទៀតដែលសម្រាប់ឲ្យយើងរកខ្វាញ់ឲ្យបានច្រើនជាងហ្នឹងទៀតអីចឹងណាហើយសម្រាប់ទៅលើខ្វាញ់មួយហ្នឹងគឺយើងធ្វើការលេងជាមួយនឹង team sport ណាគ្នាគឺយើងលេងជាមួយគ្នាហើយយើងចាក់អីចឹងទៅវាមានដូចជា diamond ហើយនឹងខ្វាញ់ហើយនឹង fragment ណាគ្នាហើយនៅពេលដែលយើងចាក់ជាមួយគ្នាទៅខាងណាឈ្នះគឺខាងហ្នឹងនៅទទួលបានជាមួយនឹងខ្វាញ់ហ្នឹងរត់តែច្រើនហើយយើងសន្សំដើម្បីយកមកបដូរជាមួយនឹងក្នុង event មួយនេះណាគ្នាហើយនៅក្នុងថ្ងៃទី15ខែ5រហូតដល់ថ្ងៃទី28ខែ5គឺគេនឹងដាក់ជាមួយនឹង event មួយទៀតសម្រាប់ឲ្យយើងរកខ្វាញ់ហ្នឹងឥឡូវជាមួយនឹង event មួយហ្នឹងត្បង់ទៅសម្រាប់ event មួយហ្នឹងគឺគេឲ្យយើងជាមួយនឹងខ្វាញ់ដូចជាដងសន្ទូចអ្នកគ្នាហើយសន្ទូចហ្នឹងគឺយើងធ្វើការស្ទូចត្រីអញ្ចឹងណាហើយស្ទូចយើងចាប់ទាញតាមគេយើងចុចមកយើងទទួលបានជាមួយនឹងត្រីជាច្រើននៅក្នុងហ្នឹងហើយសម្រាប់ត្រីមួយហ្នឹងគឺយើងសន្សំឲ្យបានច្រើនទៅអាការត្រីហ្នឹងណាអ្នកគ្នានៅពេលដែលយើងសន្សំបានច្រើនទៅយើងនឹងទទួលបានជាមួយនឹងពានរង្វាន់ឬក៏យើងស្ទូចត្រីបានធំអ្នកគ្នាហើយនេះគឺជាត្រីដែលជាត្រីមួយដែលថាធំហើយជាត្រីដែលមួយថាកម្រម្នាក់ស្ទូចបានណាហើយយើងក៏ទទួលបានជាមួយនឹងពាន boulder អីសម្រាប់បញ្ជាក់ពីការស្ទូចផងដែរហើយនៅក្នុងថ្ងៃទី30ខែ4ហើយនៅថ្ងៃទី28ខែ6យើងនឹងដដែលក៏មកជាមួយនឹង land ថ្មីផងដែរអ្នកគ្នាហើយសម្រាប់ land ថ្មីហ្នឹងគឺខ្ញុំបាន update រួចហើយចឹងអ្នកគ្នាអាចចូលទៅមើលវីដេអូខាងក្រោមបានហើយនៅក្នុង land ថ្មីហ្នឹងក៏គេឲ្យយើងដើររកកាក់ផងដែរទៅតាមរបៀបដែលយើងរកបានអញ្ចឹងណាហើយខ្ញុំក៏សង្ឃឹមថាអ្នកគ្នានឹងយល់នៅការបញ្យល់របស់ខ្ញុំផងដែរអ្នកគ្នាហើយនឹងព្យាយាមដើររកជាមួយនឹងកាក់គួយមួយនឹងតាមរបៀបរបស់គេអញ្ចឹងណាហើយនៅពេលដែលយើងវាយឡតងាប់យើងនឹងទទួលបានជាមួយនឹងកាក់មួយហើយកាក់មួយហ្នឹងគឺយើងវានឹងហោះចូលទៅក្នុងប្រអប់ហើយប្រអប់មួយហ្នឹងវាបំលែងទៅជា diamond ឬក៏ខ្វាញ់អញ្ចឹងទៅហើយនៅក្នុង event ផ្សេងក៏គេមានជាមួយនឹង free skin ផ្សេងទៅតាមនេះដែរអ្នកគ្នាហើយនៅពេលដែលយើងមើលទៅរូបទី1ទៅគឺគេ free skin ចំនួន4ហើយយើងអាចជ្រើសរើសមួយក្នុងចំណោម4ហ្នឹងអញ្ចឹងណាហើយកឡោនទី2ហ្នឹង free coin អញ្ចឹងទៅកឡោនទី3 free skin elite ហើយសម្រាប់កឡោនទី4 free skin របស់ Atlas ណាគ្នា skin elite ទើបតែចេញថ្មីណាគ្នាអញ្ចឹងយើងកុំភ្លេចដោះខ្វែយកផងហើយសម្រាប់ event ផ្សេងគឺគេនឹងដាក់ចូលនៅក្នុង Mobile Legends យើងឆាប់ហ្នឹងហើយអញ្ចឹងវីដេអូ update របស់ខ្ញុំក៏មានប៉ុណ្្នឹងដែរបងប្អូនគ្នាពេញចិត្តកុំភ្លេចជួយ subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងចាំជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយចាំជួបខ្ញុំបាយ